មានក្មេងប្រុសម្នាក់គេបានចូលបន្ទប់ទឹកសាធារណៈតែនៅពេលដែលគេចេញពីបន្ទប់ទឹកវិញស្រាប់តែមានកាន់បង្វិចអ្វីមួយនៅពេលដែលគេបើកមើលក្នុងនោះស្រាប់តែមានប្រាក់រហូត30តម្លឹងតែនៅពេលដែលគេយកទៅសងម្ចាស់គេវិញបែរជាច្រឡោតហើយនិយាយថាប្រាក់របស់គេមិនគ្រប់រួចនិយាយប្រាប់ទៅក្មេងប្រុសថាប្រាក់របស់គេទាំងអស់មាន50តម្លឹងតែឥឡូវវាមានតែ30តម្លឹងគេមិនត្រឹមតែមិនអរគុណចំពោះក្មេងប្រុសទេគេបែរជាចោទក្មេងប្រុសថាបានលាក់ប្រាក់របស់គេតែរឿងនេះវាយ៉ាងម៉េចទៅវិញដែរក្មេងប្រុសនោះមានឈ្មោះថាតុងតុងដែលគ្រប់គ្នាស្គាល់ថាគេជាក្មេងកតញ្ញូម្នាក់ចំណែកឪពុកគេបានស្លាប់តាំងពីគេនៅតូចម្លេះដូច្នេះហើយម្ដាយបានប្រឹងប្រែងចម្រាញ់ប្រេងឆាដើម្បីចិញ្ចឹមគេនៅពេលដែលគេទំនេរគេតែងតែរែកប្រេងដើរលក់នៅតាមផ្ទះអ្នកភូមិដែលនៅក្នុងស្រុកនោះទោះបីជាគេរស់ក្នុងជីវភាពក្រីក្រប៉ុន្តែរកស៊ីដោយទុច្ចរិតនិងស្មោះត្រង់ហើយក្មេងពិតជាចូលចិត្តពេលខ្លាំងណាស់ពេលក្មេងឃើញគេម្ដងគេតែងតែរត់តាមពីក្រោយដើម្បីលេងសូម្បីតែជួបលោកយាយចំណាស់ដែលភ្នែកមើលមិនឃើញក្តីក៏គេមិនបន្លំលោកយាយដែរគឺគេបានថ្លឹងប្រេងឲ្យគាត់យ៉ាងត្រឹមត្រូវបំផុតលោកយាយលោកគេទុកចិត្តចោះខ្ញុំនឹងថ្លឹងឲ្យគ្រប់ជូនលោកយាយចំនួនហើយវាគឺជាប្រេងឡងដ៏ឈ្ងុយបំផុតប្រចាំគ្រួសារខ្ញុំអាល្អិតយាយដឹងថាឯងស្មោះត្រង់អញ្ចឹងហើយបានយាយតែងតែទិញប្រេងពីឯងហ្នឹងនៅពេលដែលគេលក់ប្រេងអស់តុងតុងក៏ស្រាប់តែមានអារម្មណ៍ថាឈឺពោះគេក៏បានដើរសម្ដៅទៅរកបន្ទប់ទឹកសាធារណៈតែនៅពេលដែលគេចេញមកវិញដៃរបស់គេក៏បានថង់បង្វិចមួយនៅពេលដែលគេបើកមើលនៅក្នុងថង់នោះឃើញសុទ្ធតែប្រាក់គេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញដូច្នេះហើយគេក៏រៀងភ័យអរក៏បានយកប្រាក់ដាក់ក្នុងក្រលប្រេងរបស់គេរួចគេក៏បានប្រញាប់ប្រញាល់រត់សម្ដៅទៅផ្ទះតែទោះជាយ៉ាងណាគេក៏មិនភ្លេចទិញនំដុតពីរបីជូនម្ដាយរបស់គេដែរពេលទៅដល់ផ្ទះភ្លាមតុងតុងក៏បានយ건ំដុតដ៏ឈ្ងុយឆ្ងាញ់ឲ្យទៅម្ដាយរបស់គេនិងប្រាប់ម្ដាយគេឲ្យប្រញាប់ហូបទៅទាន់នៅក្តៅតែម្ដាយគេនេះហាក់មានអារម្មណ៍ប្លែកថ្ងៃនេះព្រោះកូនគាត់ជាមិនមនុស្សដែលពូកែសន្សំសំចៃហេតុអ្វីថ្ងៃនេះទិញនំអ្វីច្រើនម្ល៉េះតុងស្ដាប់ហើយគេញឹមទៅកាន់ម្ដាយគេក៏បានលូកយកបង្វិចនៅក្នុងអម្រែរបស់គេមកដាក់លើតុម៉ែមើលអ្នកអូអញបើសិនប្រាក់ពីណាមកច្រើនម្ល៉េះកូនប្រុសកូនលួចរបស់គេមែនទេខ្ញុំមិនបានលួចរបស់គេទេចុះកូនយកប្រាក់ទាំងនេះមកពីណាចាប់ប្រាប់ម៉ែមកតុងតុងគេក៏បានរៀបរាប់ដំណើររឿងអំពីប្រាក់នេះប្រាប់ទៅម្ដាយដោយមិនលាក់លៀមហើយគេបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅចំពោះមុខម៉ែរបស់គេហើយនិយាយថានេះគឺជាទ្រព្យដែលទេវតាទៀតឲ្យយើងពេលម្ដាយឬកូននិយាយដូច្នេះគាត់ខឹងយ៉ាងខ្លាំងហើយក៏បានព្រានប្រដៅទៅកូនថាធ្វើមនុស្សទោះបីជាក្រមែនតែដាច់ខាតយើងមិនត្រូវក្រគុណធម៌ឡើយយើងដាច់ខាតមិនត្រូវយករបស់អ្នកដទៃឡើយហើយក៏ប្រាប់ទុកកូនឲ្យប្រញាប់យកប្រាក់ទៅសងម្ចាស់គេវិញតុងក៏ប្រញាប់រត់ចេញទៅដើម្បីយកប្រាក់ទៅសងម្ចាស់គេវិញមិនយូរប៉ុន្មានគេក៏បានរត់ទៅដល់បន្ទប់ទឹកនោះពេលទៅដល់គេក៏ឃើញបុរសមាធំម្នាក់កំពុងតែលោឡាអំពីការបាត់ប្រាក់របស់គេគឺជាអ្នកឈ្មួញម្នាក់បានឆ្លងកាត់ទីនេះគេគឺជាមនុស្សឆេវឆាវហើយមានចរិតកេងប្រវ័ញ្ចដោយសារតែគេរកប្រាក់មិនឃើញក៏មានអារម្មណ៍មូម៉ៅនឹងក៏បានចាប់ក៏អោតាចាស់ម្នាក់នៅពេលដែលគាត់សួរនាំសំណួរអំពីរឿងប្រាក់ដែលបាត់គេក៏បានចោទតាចាស់នោះថាជាចោរអ្នកបានទៅមើលហេតុការណ៍ទីនោះឃើញដូច្នោះក៏មានអារម្មណ៍ខឹងសម្បាចំពោះបុរសនោះស្រាប់តែពេលនោះបុរសនោះខឹងកាន់តែខ្លាំងក៏ចោទពួកគេទាំងអស់ថាជាអ្នកលួចប្រាក់របស់គេហើយគំរាមពួកគេឲ្យសងប្រាក់មកខ្លួនវិញហើយពេលនោះតុងតុងក៏មកដល់រួចប្រាប់ថាប្រាក់គឺគេជាអ្នករើបានពេលនោះបុរសនោះថាប្រគល់ឲ្យយើងវិញភ្លាមពេលនោះអ្នកចំរោមមើលបានខ្សត់ឲ្យឈប់សិនហើយនាំគ្នានិយាយថាត្រូវបែងចែកជាពីរស្មើគ្នាបានយុត្តិធម៌ពេលនោះបុរសនោះបានសួរទៅក្មេងប្រុសថាតើឯងចង់បានចំណែកមែនទេខ្ញុំអត់ត្រូវការទេប៉ុន្តែប្រាក់នោះខ្ញុំបានទុកវានៅឯផ្ទះចឹងហើយមានលោកទៅយកវាជាមួយខ្ញុំដើរតាមខ្ញុំមកពេលនោះអ្នកភូមិនៅទីនោះបានសរសើរគេថាក្មេងប្រុសនេះពិតជាល្អពេកហើយមិនចេះចង់បានរបស់គេពេលនោះតុងតុងក៏បានយកបង្វិចប្រាក់ប្រគល់ឲ្យទៅបុរសនោះពេលនោះបុរសនោះស្រាប់តែនិយាយថាប្រាក់របស់គេមិនគ្រប់ទេដោយបញ្ជាក់ថាប្រាក់របស់គេទាំងអស់គឺ50តម្លឹងហេតុអីលើវាមានតែ30តម្លឹងដោយចប់ពេលប្រុសថាបានយកប្រាក់របស់គេលាក់ទុកខ្លះតុងតុងគេបានខឹងយ៉ាងខ្លាំងនៅពេលដែលលើបុរសនោះនិយាយដូច្នោះដោយសារតែខឹងពេកគេក៏រត់ទៅរកវីបុរសមាធំនោះតែជាលទ្ធផលក៏ត្រូវបានបុរសមាធំនោះចាប់ជាប់បុរសមាធំក៏បានចេញកណ្ដាប់ដៃហើយគំរាមថាបើមិនព្រមប្រគល់ប្រាក់ឲ្យគេវិញទេគេនឹងវាឲ្យស្លាប់តែម្ដងពេលនោះដែលម្ដាយរបស់តុងតុងក៏មកទាន់អញគឺជាមនុស្សប្រុសដែលមិនមានហេតុផលតតែសោះបើកូនរបស់ខ្ញុំចង់យកប្រាក់អ្នកឯងនៅពេលដែលគេរើបានហើយតើគេចាំបាច់អ្វីទៅប្រាប់អ្នកឯងបោះអ្នកឯងគឺជាមនុស្សដែលកេងប្រវ័ញ្ចនឹងមិននិយាយហេតុផលត្រូវហើយវាពិតជាមិននិយាយហេតុផលមែនហើយនៅពេលដែលឃើញអ្នកទាំងអស់គ្នាព្រឹត្តិកម្មដូចនេះបុរសមាធំពិតជាមាត់រឹងគេគឺជាជ្រូកតែមិនខ្លាចទឹកក្តៅគេនៅតែចោទតុងតុងថាជាអ្នកលាក់ប្រាក់របស់គេចៃដន្យឲ្យពេលនោះចៅហ្វាយស្រុកក៏បានឆ្លងកាត់ទីនោះពេលដែលគាត់បានឃើញហេតុការណ៍ដូច្នោះគាត់ក៏បានចុះពីគ្រែស្នែងហើយក៏សួរនាំអំពីរឿងហេតុបុរសមាធំបានចោទតុងតុងថាជាអ្នករើប្រាក់របស់គេហើយបានយកប្រាក់នោះលាក់ទុកពាក់កណ្ដាលតុងតុងគេក៏បានប្រាប់ថាគេពិតជាបានរើប្រាក់របស់គាត់មែនតែគេខំចិត្តល្អបានប្រគល់ឲ្យគាត់វិញហើយ
តែគេបែរជាចោទគាត់ថាជាអ្នកលួចប្រាក់ទៅវិញចៅហ្វាយស្រុកក៏បានសួរអ្នកនៅទីនេះថាតើអ្នកណាបានឃើញខ្លះបុរសម្នាក់នោះបានបាត់ប្រាក់កំពុងតែដើររកហើយក្មេងប្រុសថាគេជាអ្នកធ្វើបានតែក៏មិនដឹងចំនួនពិតប្រាកដបានពួកឯងទាំងពីរមិនបាច់និយាយអ្វីទាំងអស់ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយត្រូវតាមខ្ញុំទៅសាលាស្រុកពេលនោះក្នុងចិត្តចៅហ្វាយស្រុកគាត់ដឹងថាត្រូវធ្វើយ៉ាងម៉េចហើយគាត់បានបញ្ជាឲ្យអាម៉ាត់ឲ្យទៅយកប្រាក់ដែលរើសបាននោះចេញមករួចហើយគាត់បានសួរទៅបុរសនោះថាតើឯងបានបាត់ប្រាក់ប៉ុន្មានឲ្យប្រាកដបុរសនោះនៅតែនិយាយតែថាគេបាត់50ដំឡើងហើយអាល្អិតនោះក៏វាបានទទួលស្គាល់ហើយថាវាជាអ្នករើសបន្ទាប់មកចៅហ្វាយស្រុកក៏បានសួរបន្តទៀតចុះប្រសិនបើគេពិតជាចង់យកប្រាក់របស់ឯងមែនហេតុអីក៏គេមិនយកទាំងអស់តែម្ដងទៅចាំបាច់អីលាក់តែពាក់កណ្ដាលចៅហ្វាយស្រុកបានបញ្ជាក់បន្ថែមទៀតថាបើគេមិនប្រាក់អ្នកថាគេរើបានប្រាក់តើអ្នកនឹងទៅរកប្រាក់ដែលបាត់នោះនៅកន្លែងណានៅពេលដែលតុងតុងបឹងម្ដាយរបស់គេស្ដាប់ពឺដូច្នេះក៏រៀងកក់ក្ដៅចិត្តបន្តិចហើយពេលនោះបុរសមៀតធំក៏គ្មានអ្វីទាត់នឹងចៅហ្វាយស្រុកពេលនោះចៅហ្វាយស្រុកដឹងថាបុរសមៀតធំគេមានគំនិតអាក្រក់គាត់ក៏បានប្រកាសឡើងភ្លាមប្រាក់30ដំឡឹងដែលតុងតុងគេរើបាននោះវាមិនមែនជារបស់បុរសមៀតធំនោះទេរួចប្រាប់ទៅបុរសមៀតធំនោះថាបើឯងបាត់ប្រាក់50ដំឡឹងចឹងឯងឆាប់ទៅរកប្រាក់ដែលបានបាត់របស់ឯងនោះទៅបន្ទាប់មកចៅហ្វាយស្រុកក៏បានកាត់ក្តីប្រាក់30ដំឡឹងនោះឲ្យទៅតុងតុងដើម្បីឲ្យគេមើលថែម្ដាយរបស់គេឲ្យបានល្អនៅពេលនោះទើបបុរសមៀតធំភ្ញាក់ខ្លួនថាគេត្រូវបាត់បង់ប្រាក់នោះការចង់បានមិនចេះគ្រប់របស់គេបែរជាធ្វើឲ្យខ្លួនឯងខាត់បងនឹងនាំអំពើអ្នកដទៃថែមទៀតផង